បងប្អូនទាំងអស់គ្នាមកថ្ងៃនេះយើងទៅរៀនពីរបៀបបើកមុខងាររកលុយពី Facebook ទាំងអស់គ្នាបាទដើម្បីបងប្អូនទាំងអស់គ្នាចូល page បងប្អូនទាំងអស់គ្នាបន្ទាប់មកទៀតបងប្អូនចូលកន្លែង monetize បន្ទាប់មកបងប្អូន select កន្លែងពាក្យ CM ឬក៏ content monetization បន្ទាប់មកទៀតបងប្អូនមកដល់ចំណុចកន្លែងនេះបងប្អូន select រកមើលពាក្យ submit interest បាទចុចលើវានឹងមកហើយបន្ទាប់មកទៀតបងប្អូននឹងឃើញកន្លោន3នេះមាន4កន្លោនប៉ុន្តែកន្លោនដែលយើងត្រូវបំពេញនោះគឺតែ3កន្លោនទេទី1កន្លោនខាងលើនេះគឺយើងធ្វើការ select ជ្រើសរើសយកពាក្យ digital creator ណាបងប្អូនណាបន្ទាប់ពី select ហើយបងប្អូនចុចពាក្យ done បាទនៅផ្ទៃពណ៌ខៀវខាងក្រោមនេះហ្នឹងហើយបាទនៅពេលដែលបងប្អូនចុចហើយបងប្អូននឹងយើងចូលទៅបំពេញកន្លោនទី2បាទកន្លោនទី2នេះគឺវាមានចេញមកជា3កន្លោន4កន្លោនឲ្យយើងវាមាន reel វាមាន photo វាមាន text ហើយនឹងកាត់ហើយនឹង story បាទអញ្ចឹងកន្លែងនេះគឺយើងត្រូវ select យកទាំង4តែម្ដងបងប្អូនណាហ្នឹងហើយមានទាំង reel មានទាំង photo មានទាំង text post ហើយនឹង story របស់យើងបាទនៅពេលដែលយើង select ហើយទាំង4ហ្នឹងហើយបងប្អូនធ្វើចុចពាក្យកន្លែងពាក្យ done បាទបន្តមកទៀតបងប្អូនជើងចូលមកដល់កន្លោនទី3បាទកន្លែងនេះកន្លែង interested របស់យើងបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងសរសេរពាក្យស្នើសុំណាបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំបានសរសេររួចហើយខ្ញុំគ្រាន់ copy paste ទេបងប្អូនអាចយកតាមខ្ញុំក៏បានឬក៏បងប្អូនដែលកែព្រោះ50សរសេរគឺអាចសរសេរផ្សេងបន្ថែមទៅនឹងក៏បានដែរបន្តមកទៀតបងប្អូនចំណុចកន្លែងនេះដែរកន្លោនទី4គឺយើងមិនបាច់ប៉ះទេបងប្អូនណាកន្លែងនេះអញ្ចឹងយើងទុកវាចោលទៅមិនបាច់ប៉ះអ្វីទាំងអស់យើងបំពេញតែកន្លោនទី1ទី2ទី3ទេបន្ទាប់ពីបងប្អូនបានបំពេញរួចរាល់កន្លោនទី1កន្លោនទី2រួចហើយបងប្អូនបាទចុច submit យកតែម្ដងណាចុច submit យកទៅអញ្ចឹងអាកន្លោនទី4ហ្នឹងបញ្ជាក់ទៀតគឺយើងកំប៉ះអីណាអញ្ចឹងនៅពេលដែលបងប្អូនចុច submit ហើយវានឹងលោតមកបែបនេះគឺមានន័យថាយើងបានជួប